ការរំដួលជាការតំណាងឲ្យអត្តសញ្ញាណជាតិរបស់ខ្មែរការរំដួលមានក្លិនក្រអូបស្រទន់ជាពិសេសនៅពេលល្ងាចនិងមានពណ៌ស្រស់ស្អាតតែមិនឆើតឆាយដោយសារតែភាពតាក់ទាញទាំងនេះហើយទើបចាប់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំទៅដល់ការរំដួលដែលមានក្លិនក្រអូបសម្រស់ស្រស់ស្អាតនិងមានចរិយាស្រគត់ស្រគំគួរជាទីបាតីប្រទេសកម្ពុជាបានកំណត់យករំដួលធ្វើជាការតំណាងអត្តសញ្ញាណរបស់ជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី21ខែមីនាឆ្នាំ2005ការសម្រេចយកការរំដួលជាការនិមិត្តរូបសម្រាប់ប្រជាជាតិរបស់ខ្លួននោះក៏ដោយសារតែការរំដួលមានក្លិនពីដោក្រអូបឈ្ងុយឈ្ងប់គួរជាទីតាក់ទាញអារម្មណ៍របស់មហាជនទូទៅនិងផ្ដល់នូវអត្ថប្រយោជន៍ច្រើនផងដែរនៅក្នុងសង្គមខ្មែរក្រៅពីយកការរំដួលតំណាងឲ្យប្រទេសកម្ពុជាហើយនោះខាងមន្ទីរកសិកម្មក៏បានយកការនេះតំណាងឲ្យវិស័យកសិកម្មផងដែរដូច្នេះប្រជាជនខ្មែរគ្រប់រូបពិសេសយុវវ័យខ្មែរទាំងអស់ចូលចងចាំនិងធ្វើខ្លួនឲ្យមានក្លិនក្រអូបនិងស្រស់ស្អាតដូចជាការរំដួលដែលតំណាងឲ្យប្រទេសក៏ដូចជាខ្លួនផ្ទាល់រំដួលជាប្រភេទរុក្ខជាតិមានកម្ពស់ពី8ទៅ12ម៉ែត្រដើមមានសម្បកពណ៌ត្នោតលឿងស្ថិតនៅជាប្រភេទស្លឹកតូចដុះឆ្លាស់គ្នាផ្ការំដួលមានពណ៌លឿងសក្លិនភាយបានឆ្ងាយចោលក្លិននៅពេលរសៀលនិងពេលព្រលប់ជាទូទៅរំដួលចេញផ្កាពីខែធ្នូដល់ខែមីនាផ្លែរបស់រំដួលជាចង្កោមពេលទុំមានពណ៌ក្រហមក្រមៅហើយអាចបរិភោគបានកាលពីដើមនៅរដូវផ្លែទុំប្រជាជនដែលរស់នៅក្បែរព្រៃភ្នំតែងតែបេះផ្លែរំដួលយកមកលក់ដោះស្រាយជីវភាពរំដួលដោះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាផ្កានេះមានកំណើតច្រើនសតវត្សមកហើយនៅក្នុងសង្គមខ្មែរយើងដោយសង្កេតឃើញតាមចម្លាក់នៃប្រាសាទបុរាណខ្មែរនានាហើយប្រជាជនខ្មែរយើងនិយមយកមកដាំលម្អតាមគេហដ្ឋាននិងសួនសាធារណៈដោយសារការរំដួលមានក្លិនក្រអូបរបៀបខ្មែរនេះខ្មែរយើងពីបុរាណកាលនិយមប្រើប្រាស់ជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយសារតែក្លិនរបស់វាមានលក្ខណៈក្រអូបឈ្ងុយខុសប្លែកពីផ្កាដទៃដើមរំដួលក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្តបន្សំនិងប្រើជាអុសសម្រាប់ដុតនិងអាចប្រើជាគ្រឿងផ្សំជាថ្នាំបុរាណបានយ៉ាងច្រើនមុខនិងប្រើសម្រាប់ប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរច្រើនយ៉ាងផងដែរដោយសារតែផ្ការំដួលមានក្លិនក្រអូបជាទីតាក់ទាញអារម្មណ៍របស់មហាជនទូទៅហេតុនេះហើយបានជាគេច្រើនប្រដូចនារីខ្មែរទៅនៅផ្ការំដួលរហូតដល់កវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនៅបទចម្រៀងមួយចំនួនដូចជារំដួលក្រចេះរំដួលពោធិ៍សាត់ជាដើម